បាទសហរដ្ឋអាមេរិកមិនបានហាមឬក៏បិទការដាក់ពាក្យស្នើសុំ Green Card ក្នុងទឹកដីអាមេរិកទាំងស្រុងនោះទេនៅថ្ងៃទី21ខែឧសភាឆ្នាំ2026 USCIS ហ្នឹងបានចេញអនុសារណៈមួយហើយត្រូវបានផ្សព្វផ្សាយជាសាធារណៈនៅថ្ងៃទី22ខែឧសភាឆ្នាំ2026ណែនាំឲ្យមន្ត្រីរបស់ខ្លួនអនុវត្តច្បាប់ទៅលើអ្នកកាន់ទឹកតការមិនមែនអន្តោប្រវេសន៍ដែលកំពុងមានវត្តមាននៅសហរដ្ឋអាមេរិកដាក់ពាក្យស្នើសុំ Green Card ដែលគេហៅថា Adjustment of Status តាមរយៈការរៀបការតាមរយៈបងប្អូនធានាម៉ែឪធានាហើយកំពុងរងចាំនៅសហរដ្ឋអាមេរិកបាទបេក្ខជនទាំងអស់នោះគឺអ្នកកាន់ទឹកតការ B1 B2 F1 M1 J1 H1B និង L1 ជាដើមបើចង់ដាក់ពាក្យស្នើសុំ Green Card ត្រូវត្រឡប់ទៅស្រុកកំណើតនិងដំណើរការឯកសារតាមស្ថានទូតអាមេរិកបាទការប្រកាសណែនាំនេះគឺ USCIS តម្រូវឲ្យមន្ត្រីក្រមអាវ៉ាត់របស់ខ្លួនអនុវត្តភ្លាមនៅថ្ងៃទី21ខែឧសភាឆ្នាំ2026នេះតទៅហើយបើសួរថាអ្នកដែលបានដាក់ពាក្យធានាគូតដឹងបានវីសា K1 មកដល់សហរដ្ឋអាមេរិកហើយតើអាចដាក់ពាក្យស្នើសុំ Green Card បានឬទេចម្លើយគឺបានមិនប៉ះពាល់អ្នកដែលកំពុងស្នើសុំ Green Card តាមរយៈវីសាគូតដឹងនោះទេបាទក៏ប៉ុន្តែក្នុងសេចក្តីណែនាំនេះមិនមែនដាច់អហង្ការថាអ្នកកំពុងកាន់ទឹកតការមិនមែនអន្តោប្រវេសន៍គ្រប់រូបដាច់ខាតត្រូវតែចាក់ចែងពីសហរដ្ឋអាមេរិកនៅពេលដែលពួកគេចង់ដាក់ពាក្យស្នើសុំ Green Card នោះទេ USCIS នៅតែបន្តអនុញ្ញាតឲ្យលោកអ្នកដាក់ពាក្យស្នើសុំ Green Card នៅក្នុងទឹកដីអាមេរិកក៏ប៉ុន្តែត្រូវអនុវត្តតាមរូបមន្តខាងក្រោមមានន័យថាក្រោយពេលលោកអ្នកដាក់ពាក្យស្នើសុំ Green Card មន្ត្រី USCIS នឹងយកសំណុំរឿងរបស់លោកអ្នកមកពិនិត្យប្រសិនបើលោកអ្នកជាមនុស្សមានប្រវត្តិល្អមានរយាតចរិតល្អមិនដែលមានទោសទណ្ឌមិនមានប្រវត្តិឆបោកកុហកខ្លែងបន្លំឯកសារមិនដែលផ្ដល់ព័ត៌មានคล้ายមិនដែលរស់នៅខុសច្បាប់ក្នុងទឹកដីអាមេរិកលាក់នោះ USCIS នៅតែបន្តអនុម័តលើពាក្យស្នើសុំ Green Card របស់ពួកគេជាដដែលក៏ប៉ុន្តែអនុសារណៈដែលត្រូវបានបង្ហោះនិងផ្សព្វផ្សាយណែនាំបែបនេះវាធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅដល់អ្នកដែលកំពុងដាក់ពាក្យស្នើសុំ Green Card ជាពិសេសពិបាកនឹងអនុវត្តទៅរួចជាក់ស្ដែងដូចជានិស្សិតកំពុងកាន់ទឹកតការ F1 រៀននៅសហរដ្ឋអាមេរិកពួកគាត់បានស្រឡាញ់គ្នាជាមួយនឹងប្តីឬប្រពន្ធដែលមានសញ្ជាតិអាមេរិកាំងមានកូនមានអីជាមួយគ្នាហើយកំពុងរងចាំការសម្ភាសសុំ Green Card យើងគិតមើលតើអាចបញ្ជូនអ្នកដឹងទៅសម្ភាសនៅស្រុកខ្មែរឬស្រុកយួនស្រុកណាផ្សេងបានឬទេបាទនេះពិបាកទទួលយកអញ្ចឹងសម្រាប់ខ្លឹមសារណែនាំរបស់ USCIS នឹងមានភាពចម្រូងចម្រាសខ្លាំងព្រោះសភាអាមេរិកគេបានយល់ព្រមនិងអនុម័តច្បាប់អនុញ្ញាតឲ្យអ្នកដាក់ពាក្យស្នើសុំ Green Card នៅក្នុងទឹកដីអាមេរិកនឹងជាង70ឆ្នាំមកហើយមិនមែនថ្មីនឹងទេការធ្វើបែបនេះវាប៉ះពាល់មែនតែនហើយការសម្រេចផ្ដល់ Green Card ជូនឬមិនសម្រេចវាអាស្រ័យទៅនៅលើ USCIS មន្ត្រីរបស់ពួកគាត់គឺជារឿងមួយដែលក្រុមមេធាវីនិងតំណាងរាស្ត្រនៅសហរដ្ឋអាមេរិកគេមិនអាចទទួលយកបានអញ្ចឹងសម្រាប់ការដែលរឹតបន្តឹងរឿងដាក់ពាក្យស្នើសុំ Green Card និងអនុម័តនេះមិនមែនចប់ត្រឹមនេះទេដូច្នេះការណែនាំរបស់ USCIS នឹងធ្វើឲ្យប៉ះពាល់ខ្លាំងហើយតំណាងរាស្ត្រនៅអាមេរិកក្រុមមេធាវីនៅសហរដ្ឋអាមេរិកក៏មិនមែនគេឈរអោបដាយមើលដែរពីព្រោះនេះគឺប៉ះពាល់ដល់សំណុំរឿងរបស់ពួកគេរាប់លានអ្នកហើយប៉ះពាល់ដល់ច្បាប់អន្តោប្រវេសន៍អាមេរិកនៅក្នុងពេលឆាប់នេះនឹងមានការតវ៉ាដ៏ក្តៅគគុកនៅសហរដ្ឋអាមេរិកលើរឿងនេះក្រុមហ៊ុនយើងខ្ញុំនឹងធ្វើបច្ចុប្បន្នភាពជូនលោកអ្នកនៅពេលដែលមានព័ត៌មានថ្មីទន្ទឹមនឹងនេះប្រសិនបើលោកអ្នកសួរថាតើនៅពេលនេះលោកអ្នកអាចបន្តដាក់ពាក្យស្នើសុំ Green Card ជូនភរិយាឬជូនប្តីលោកអ្នកបានឬទេគឺនៅតែបន្តបានដដែលមិនមានអ្វីហាមឃាត់នោះទេក៏ប៉ុន្តែការអនុវត្តច្បាប់ក្នុងការពិនិត្យមើលលើឯកសារស្នើសុំ Green Card វាតឹងតែងជាងមុនបាទខ្ញុំនឹងធ្វើបច្ចុប្បន្នភាពបន្តទៀតបាទអរគុណ